អ្នកសូមស្វាគមន៍មកកាន់ Startup Code ខាត់តឡៃបន្តទៀតចឹងថ្ងៃហ្នឹងយើងមកបន្ត lesson ទី5របស់យើងដែលថ្ងៃហ្នឹងយើងមករៀនទាក់ទងជាមួយ user input និង typecasting តោះឥឡូវយើងដាក់មក lesson file.c អញ្ចឹងគឺមាន header file របស់យើងមាន std នេះតោះមកមានទៅលើ in main របស់យើងទៅOkay. Return 0 អញ្ចឹងសម្រាប់មេរៀនទី5យើងថ្ងៃហ្នឹងយើងមករៀនទាក់ទងជាមួយនឹង user input និងប្រភេទ typecasting អីទៅជា user input មានន័យថាជាឲ្យយើងឲ្យ user របស់យើងហ្នឹងបញ្ចូលទិន្នន័យពី keyboard ជាចូលទៅកាន់ computer ហើយឲ្យវាបង្ហាញលើ console ឥឡូវខ្ញុំឧទាហរណ៍មើលឥឡូវដូចខ្ញុំមានអាញាត់ in មួយដោយខ្ញុំបោះ mistake ថា enter your number អូខេបែបនេះមកដែលយើងអត់ធ្វើការ show តម្លៃមុនទេយើងប្រើទៅលើ function scan as សម្រាប់ធ្វើការបញ្ចូលតម្លៃវាប៉ុន្តែយើងមើលដែរដែល type របស់វាជា in ចឹងយើងត្រូវដាក់ d មកហើយយើងដាក់សញ្ញាមួយនេះហើយយើងដាក់ x មកយ៉ាអញ្ចឹងពេលដែលខ្ញុំ run ទៅខ្ញុំឃើញថានេះវាឲ្យយើងបញ្ចូលតម្លៃនេះចឹងយើងដាក់20គឺវាអត់បង្ហាញតម្លៃទេដើម្បីឲ្យវាបង្ហាញតម្លៃធ្វើម៉េចវាបង្ហាញតម្លៃយើងoutput តម្លៃវាចេញមកដាក់ថា result ស្មើភាគរយ d/n យកចេញតម្លៃពី x មានន័យថាពេលដែល x របស់យើងនឹងបញ្ចូលតម្លៃទៅតាមរយៈ keyboard នៅលើ enter number ហ្នឹងហើយវានឹងបង្ហាញតម្លៃចេញតាមក្របនេះ20ហេនេះតម្លៃរបស់យើងគឺ20ហ្នឹងតកតងជាមួយនឹង user input user input គឺលក្ខណៈបែបហ្នឹងឥឡូវឧទាហរណ៍ខ្ញុំមានលេខដូចជាឥឡូវខ្ញុំដូចជាដាក់ data ដូចជាឆាប្រភេទយើងនឹងថាឆាជាប្រភេទ string ចឹងយើងដាក់មកឆាអីហ្នឹងឆា y ចុះហើយ a right យើងមិនចាំបាច់នេះ slide value របស់វាទេហើយយើងដាក់មក print enter ឆា register and scan out ភាគរយ c ហើយយើងយកវាជាលក្ខណៈ y មកហើយអាក្រោមវា show result ស្មើ c/n ជាមួយនឹង y អញ្ចឹងដល់ពេលខ្ញុំបានសាកមើលទៅយើងឃើញថាវាឲ្យយើងបញ្ចូលមួយតួអក្សរខ្ញុំដាក់ a វាអត់ show តម្លៃឲ្យយើងចឹងនេះដូចជា c អានេះ s k តើឥឡូវយើងបញ្ចូល a គឺអត់បញ្ចេញតម្លៃឲ្យមកពី server នេះឬក៏មិនអូខេនេះវា show តម្លៃមកហើយអានេះគឺជា enter character របស់យើងគឺ c យើងវាបញ្ចេញតម្លៃ c មកឥឡូវខ្ញុំ print ឲ្យមើលម្ដងទៀតខ្ញុំបញ្ចូលតម្លៃដូចជាអក្សរ a ខ្ញុំយល់តែគ្នាដោយសារយើង space មួយ type អញ្ចឹងទៅវាតម្លងនេះអញ្ចឹងទៅយើងកុំ space វាយើងដាក់ a អញ្ចឹងមកអូខេវានឹងចេញតម្លៃ a ចុះបើសិនជាករណីយើងចង់សរសេរអក្សរច្រើនគឺយើងប្រើភាគរយ s ប៉ុន្តែដោយសារតែ computer ខ្ញុំព្យាយាមប្រើភាគរយ s គឺបញ្ចូលអត់កើតនេះខ្ញុំអត់ដឹងថាមកពីមូលហេតុអីគេដែរអញ្ចឹងបើ computer អ្នកនេះចឹងអាចប្រហែលជាអាចបញ្ចូលនៅភាគរយ s បានភាគរយ s គឺយើងអាចសរសេរអក្សរបានច្រើនតួអញ្ចឹងណាអូខេដោយសារតែរបស់ខ្ញុំនៅនេះវាអត់ recommend ឲ្យធ្វើនោះទេភាគរយ s ហ្នឹងអញ្ចឹងខ្ញុំបង្ហាញអត់កើតអូខេតែมันជាបញ្ហាទេយើងប្រើ c ដដែលមកនេះជារបៀបក្នុងការ input ពី keyboard របស់យើងនឹងចូលទៅកាន់ computer ហើយយើងចូលប្រភេទមួយទៀតជាប្រភេទ casting មានន័យថាម៉េច
casting មានថាវា convert ពី data type មួយទៅកាន់ data type មួយទៀតឥឡូវឧទាហរណ៍ខ្ញុំមានប្រភេទ in a in x របស់ខ្ញុំឲ្យ user បញ្ចូលពីនេះខ្ញុំដាក់ថា enter number អូខេប៉ុណ្ណឹងហើយខ្ញុំប្រើ scan as ខ្ញុំប្រើពាក្យ d អូខេហើយវាដាក់ចាំមកអូខេអញ្ចឹងខ្ញុំឲ្យវាបដូរលេខមានថាខ្ញុំឲ្យវា convert ទៅជានេះខ្ញុំដាក់ថា convert to float ខ្ញុំឲ្យវា convert ទៅជា float ដើម្បី convert ទៅជា float ខ្ញុំដាក់មក float result x យ៉ាចឹងបើយើងដាក់ x ទៅទេអញ្ចឹងយើងអាចធ្វើការផ្លាស់ប្ដូរតម្លៃពី integer data type integer ហ្នឹងទៅកាន់ float បានទេអញ្ចឹងនៅយើងប្រើសរសេរមួយទៀតដាក់ float នៅមុខហ្នឹងមកយ៉ាបើកបិទវងកញ្ចក់ដាក់ float នៅមុខហ្នឹងមកហើយ complete semicolon ព្រោះអញ្ចឹងវានឹង error print អូខេហើយយើងដាក់មក result ស្មើនឹង 200f/n អញ្ចឹងណាហើយយើងដាក់មក result អូខេអញ្ចឹងពេលដែល user code ប៉ុណ្ណឹងមានន័យថាម៉េច code ប៉ុណ្ណឹងមានន័យថាពេលដែលយើងឲ្យ user input បញ្ចូលលេខប៉ុន្មានលេខទៅបញ្ចូលលេខពី integer ហ្នឹងទៅវានឹង convert លេខទាំងអស់ហ្នឹងទៅជាប្រភេទលេខfloat អញ្ចឹងណាប្រភេទ float អញ្ចឹង float យើងនឹងថាជាចំនួនលេខមានក្បៀសអញ្ចឹងយើងឲ្យបញ្ចូលមកអញ្ចឹងខ្ញុំដាក់ចំនួន20អូខេអញ្ចឹងឃើញថាវានឹង convert ទៅជាលេខចំនួន float ហើយឲ្យតែ float គឺមានលេខចុចហើយមាន0ច្រើនដើម្បីកាត់ថយអាហ្នឹងយើងចុច03យកមកអញ្ចឹងទៅវានឹងកាត់បន្ថយ0របស់វាឧទាហរណ៍ខ្ញុំឲ្យបញ្ចូលលេខ10អូខេនេះវានឹង convert data type របស់យើងជាប្រភេទ in ហ្នឹងជាប្រភេទចំនួនលេខគត់ relative ហ្នឹងទៅជាចំនួនលេខមានចុចលេខមានក្បៀសអញ្ចឹងទៅចុះបើករណីមួយទៀតយើងចង់convert លក្ខណៈថាពីលេខរបស់យើងហ្នឹងទៅជា string ទៅជាតួអក្សរវិញតែយើងគិតធ្វើយ៉ាងម៉េចឥឡូវខ្ញុំសូមបិទអាហ្នឹងសិនមកដើម្បី convert បានយើងអាចដាក់ឆាវាដដែលមក y ស្មើជាមួយនឹងឆាដដែលឆាមកនៃ x ហើយនៃ x របស់យើងអញ្ចឹងតាក់ទងមួយនឹង result ហ្នឹងខ្ញុំ copy អានេះទៅដល់ទៅកុំឲ្យខាតពេលយូរអូខេចឹងនេះដាក់ semicolon កុំឲ្យ error ហើយនេះយើងដូរទៅជា c វិញបើសិនជាខ្ញុំសរសេរបែបហ្នឹងតើមាននឹងអីកើតឡើងខ្ញុំដូរដាក់ y អូខេអញ្ចឹងតើវាអាច convert បានអត់ឥឡូវយើងចូលសាកមើលខ្ញុំបញ្ចូល10អញ្ចឹងយើងបញ្ចូលអត់បានទេមូលហេតុដែលបញ្ចូលអត់បានដោយសារតាវាមួយជាប្រភេទចំនួនគត់មួយទៀតជាប្រភេទឆា string អញ្ចឹងយើងនៅថាឆាវាអាចដាក់ចំនួនលេខបានទេវាដាក់បានត្រឹមតែចំនួនតួអក្សរមួយតួឯងអញ្ចឹងដើម្បីអាចដោះស្រាយទៅលើបញ្ហាហ្នឹងបានយើងដូរឡើងដាក់ទៅជាប្រភេទ in វិញមកin មកហើយឡើងដូរដាក់ទៅជាភាគរយ d អញ្ចឹងយើងរ៉ាន់ម្ដងទៀតយើងអាចសរសេរលេខ10មកអូខេនេះលើកនេះវាបញ្ចេញតម្លៃលេខ10គឺវាបញ្ចេញតម្លៃមកជាធម្មតាដោយវា convert ពីលេខរបស់យើងពី number ចំនួន number របស់យើងហ្នឹងទៅជាប្រភេទតួអក្សរហើយអញ្ចឹងយើងបញ្ចូលមួយទៀតមកឧទាហរណ៍មួយទៀតមកបញ្ចូល50អូខេវានឹង convert ចំនួនលេខរបស់យើងទៅជាចំនួនតួអក្សរឲ្យដែរលេខខាងក្រោម50នេះមិនមែនជាចំនួនលេខទៀតទេវាជាចំនួន string នេះចឹងទៅនេះហើយគឺជារបៀបក្នុងការ convert convert data type ដែរឬក៏គេហៅថាជាប្រភេទ casting ហ្នឹងអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតាក់ទងពីចំណុចហ្នឹងដល់យើងមកយល់ដឹងតាក់ទងមួយ user input និងប្រភេទ type casting ហ្នឹងឯងហើយមេរៀនរបស់យើងក៏ដល់ទីបញ្ចប់ហើយបើសិនជាមានសំណួរគឺអាចសួរខ្ញុំនៅក្នុងវីដេអូនោះបានអញ្ចឹងគឺបាយអ្នកគ្នា